គឺសំដៅទៅលើសត្វដែលបានកើតនៅក្នុងអបាយភូមិឬក៏អ្នកដែលបានទទួលមរណកាលទៅកាន់បរលោកហើយតាមជំនឿប្រែតទទួលរងទោសស្រាលមានចំនួន4ប្រភេទតែប៉ុណ្ណោះទី1បរតោបជីវកៈប្រែតគឺជាប្រភេទប្រែតដែលអាចទទួលបានចំណែកផលបុណ្យពីអ្នករស់នៅសពថ្ងៃដែលអ្នកភូមិតែងតែហៅថាគឺខ្មោចនេះឯងទី2អគិជាលមុខប្រែតគឺជាប្រភេទប្រែតដែលមានភ្លើងឆេះនៅក្នុងមាត់ជាប្រភេទមនុស្សដែលយកព្រះសង្ឃយកមកលេងសើចចូលចិត្តនិយាយដើមគេផ្ដេសផ្ដាស់ទី3សត្វតុកប្រែតគឺជាប្រភេទប្រែតដែលមានក្រចកវែងបុកគឺមានខ្ពស់ពាសពេញរាងកាយក្នុងស្បែកមានពងរុយខ្ទុះឈាមហូរឥតលហែចុងក្រោយគេនោះគឺបុព្វតង់ប្រែតគឺជាប្រភេទប្រែតដែលមានរាងធំដាំងខ្ពស់ដូចជាភ្នំគឺជាមនុស្សដែលរឹស្យាធ្វើបាបគេឯងដោយមិនក្រែងពីទង្វើរបស់ខ្លួនឡើយតាមជំនឿខ្មែរគឺដើម្បីអប់រំឲ្យមនុស្សចេះកសាងនៅអំពើល្អជៀសវាងអំពើអាក្រក់ហើយនេះក៏ជាគំនិតមូលដ្ឋាននៅក្នុងពិធីបុណ្យកាន់បិណ្ឌហើយពិធីបុណ្យសពរបស់សង្គមខ្មែរផងដែរ